លោកត្រាំអះអាងថាអាមេរិកអាចបើកច្រកសមុទ្រហូម៉ូសឡើងវិញនិងរកប្រាក់ចំណេញពីការដណ្ដើមយកប្រេងនៅថ្ងៃសុក្រប្រធានាធិបតីលោកដូណាល់ត្រាំបានអះអាងថាអាមេរិកអាចបើកច្រកសមុទ្រហូម៉ូសឡើងវិញយ៉ាងងាយស្រួលប្រសិនបើមានពេលវេលាបន្តិចទៀតលោកសង្កត់ធ្ងន់ថាអាមេរិកនឹងដណ្ដើមយកប្រេងហើយនឹងរកប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រតិបត្តិការនេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters តាមរយៈបណ្ដាញសង្គម Truth Social លោកត្រាំបានសរសេរថាដែលគ្រាន់តែចំណាយពេលបន្តិចទៀតយើងអាចបើកច្រកសមុទ្រហូម៉ូសបានយ៉ាងងាយនិងដណ្ដើមយកប្រេងហើយរកលុយបានជាកញ្ចប់ការលើកឡើងនេះធ្វើឡើងស្របពេលដែលលោកកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងដើម្បីស្វែងរកដំណោះស្រាយរហ័សសម្រាប់សង្គ្រាមប្រឆាំងទៅនឹងអ៊ីរ៉ង់ដែលបានអូសបន្លាយពេលជិត5សប្តាហ៍មកហើយដែលបង្កឲ្យមានភាពវឹកវរដល់ទីផ្សារហិរញ្ញវត្ថុនិងវិបត្តិថាមពលសកលគូបញ្ជាក់ថាការបិទច្រកសមុទ្រហូម៉ូសជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ 20% នៃពិភពលោកបានក្លាយជាអាវុធសងសឹកដ៏មានប្រសិទ្ធភាពរបស់អ៊ីរ៉ង់ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អាមេរិកអ៊ីស្រាអែលដែលចាប់ផ្ដើមតាំងពីចុងខែកុម្ភៈមកក្នុងសុន្ទរកថាកាលពីថ្ងៃពុធលោកត្រាំនៅតែបន្តគំរាមកំទេចរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ដដែលប៉ុន្តែលោកនៅតែមិនបានផ្ដល់ពេលវេលាច្បាស់លាស់ណាមួយថាតើសង្គ្រាមនេះនឹងត្រូវបញ្ចប់នៅពេលណានោះឡើយ